ចាជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងលោកយាយលោកតាទាំងអស់នៅក្នុងបណ្ដាញសង្គមជាពិសេសអ្នកដែលបានជួយ follow ឬក៏ share page របស់នាងខ្ញុំកន្លងមកចាហើយមួយរយៈនេះគឺអត់ដែលបានផុសវីដេអូដោយសារថារវល់ចាកូនរៀងកាចចាហើយថ្ងៃនេះក៏មកបង្ហាញពីរបៀបធ្វើជ្រក់ហើយនឹងប្រឡាក់សាច់គោអាំងចកៈដើម្បីយើងញ៉ាំក្រុមគ្រួសារយើងណាចាហើយនេះគឺជាការអាំងចាហើយការធ្វើសាច់គោអាំងនេះនឹងខ្ញុំបានបង្ហោះម្ដងរួចហើយចាដូច្នេះសារនេះគឺកាត់តែម្ដងចាបន្ទាប់ពីយើងធ្វើជ្រក់យើងប្រឡាក់សាច់ទុកចោលហើយយើងដោតអាំងមកចាគឺយើងចាអាំងឆ្អិនហើយគឺបន្ទាប់មកគឺយើងញ៉ាំចាហើយជួបជាមួយនឹងអ្នកភ្លក់ចាមើលមាត់គាត់ឆ្ងាញ់ឬមិនឆ្ងាញ់បងប្អូនដាក់បន្ទុកតាមនឹងចាហើយក៏សូមជួយ like share follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តចានឹងបានធ្វើវីដេអូថ្មីបន្តទៀតចាហើយក៏សូមអរគុណចំពោះការ follow ឬក៏ share comment នៅពេលល្អចាអរគុណសូមជម្រាបលាចាជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណ